ô nè tao này sạch sầm mày mơ tha dướng nơi tem mà nè ai mà nơi mà nè ai nghe bạn này tha dướng nơi mũi mát rồi có dương trắng á nè tao này bà tọt máu miệt bong dương mà nè tiêm bàn tay còn thап bà tụt bong bà dương nắng cứ qua đặt nơi tây cột bàn từ prey bà đây nè tao này sạch sầm mày mơ tha bà tụt bong bà dương cứ qua đặt bàn nơi không đồng này hay xẹp tệ lưu lấy tranh pi bà tụt nó đôi miên là nè cái nơi không đồng chẳng hay đập bây dương lứ lưu lấy tranh pi tụt nó chương từ chạy bà tụt nâng mơ hay muốn nâng giấy chạy mới dương có bán lưu lấy này hay dương có sạch xuống hello ឬក៏សួស្តីថាមានអាគេនៅក្នុងនឹងអត់ប៉ុន្តែអត់មានសលេងឆ្លើយតបមកវិញហើយយើងក៏សម្រេចចិត្តបើកទ្វារនឹងចូលទៅឆែកមើលតែម្ដងហើយនៅពេលដែលចូលទៅឆែកមើលគឺអត់មានឃើញនរណាគេទាំងអស់ពួកខ្ញុំសម័យអត់ចេញពេលអារម្មណ៍នៅពេលដែលយើងនៅផ្ទះម្នាក់ឯងណាហើយពេលយប់អីចឹងណាអ្នកទាំងអស់គ្នាលឺសលេងផ្ដេសផ្ដាស់អីនៅក្នុងផ្ទះអីចឹងហើយជាពិសេសរឿងចឹងកើតទៅលើប្រភេទផ្ទះណាដែលវារៀងធំណាតើអស់គ្នាផ្ទះធំហើយផ្ទះមានបន្ទប់ច្រើនអីហ្នឹងគឺភាគច្រើនឯងនឹងអាសាជួបរឿងចឹងហើយខ្ញុំមិនដឹងថាអាសលេងចឹងដឹងថាសលេងអ្វីឲ្យប្រកាសទេណាតើអស់គ្នាខ្ញុំឃើញគឺកើតមានសន្តិគ្រប់ប្រទេសតែម្ដងណាហើយភាគច្រើនអាសលេងចឹងក៏ខ្ញុំធ្លាប់ជួបដែរអ្នកទាំងអស់គ្នាដូចថាខ្ញុំធ្លាប់ទៅនៅផ្ទះមិត្តភ័ក្តិរបស់ខ្ញុំកាលពីនៅក្មេងតលេងអីចឹងណាអ្នកទាំងអស់គ្នាហើយផ្ទះហ្នឹងដូចថាមាន3ជាន់អ្នកទាំងអស់គ្នាហើយខ្ញុំនៅជាន់ទី2ហ្នឹងហើយអាជាន់លើហើយជាន់ក្រោមគឺគេនៅបានន័យថាផ្ទះមិត្តភ័ក្តិរបស់ខ្ញុំហ្នឹងគឺម៉ាក់របស់គាត់ជួលផ្ទះហ្នឹងហើយយើងនៅជាន់ទី2ហើយមានបន្ទប់ច្រើនហើយអ្នកទាំងអស់គ្នាអាបន្ទប់នៅបន្ទប់ច្រើនប៉ុន្តែយើងនៅបន្ទប់នេះហើយមានបន្ទប់ឡើងទឿមានបន្ទប់អីនៅលើអញ្ចឹងប៉ុន្តែចេះតែលឺសលេងនៅលើនឹងរហូតលឺសលេងដូចមានមនុស្សអីរត់នៅលើហ្នឹងឬក៏លេងលឺសម្រាប់ជើងដើរអីចឹងណាចឹងករណីដូចក្នុងវីដេអូនារីម្នាក់នេះចឹងអ្នកនរអស់គ្នាគឺគាត់បានចូលទៅឆែកអាបន្ទប់បងប្រុសដែលគាត់ប្រាប់ថាបងរបស់គាត់ហ្នឹងអត់បាននៅទេហើយក្នុងបន្ទប់ហ្នឹងក៏មានអ្នកនៅដែរគឺគាត់បានទៅប្រៃបាត់ហើយម៉ាក់របស់គាត់ក៏បាននៅនឹងដែរហើយគាត់ក៏បានដេកហើយគាត់បានទៅឆែកនៅផ្ទះបាយហើយគាត់ពេលហ្នឹងគាត់ថាគាត់នៅផ្ទះបាយតែគាត់លឺសលេងដូចថាគាត់នៅផ្ទះបាយគាត់លឺសលេងចឹងហើយងាកមានបើកសលេងចម្រៀងចំអីដូចមានណាគេបើកចឹងណាបងប្អូនគ្នាប៉ុន្តែចាក់ស្ដែងគឺអត់មានណាគេនៅទេអ្នកបងប្អូនគ្នាអូយមិនមែនសម័យអត់ចេញទេអ្នកបងប្អូនគ្នាអារបៀបថាយើងនៅផ្ទះសុកយើងនៅចក្រានបាយធ្វើម្ហូបអីសុកអីចឹងណាហើយស្រាប់តែលឺសលេងចេញពីបន្ទប់បងរបស់យើងឬក៏នរណាម្នាក់ហើយទាំងដែលនៅក្នុងបន្ទប់នោះគឺអត់មានអ្នកនៅទេគឺគាត់បានចេញទៅក្រៅបាត់ហើយអាហ្នឹងគឺជាអ្វីអ្នកបងប្អូន